អ្នកទាំងអស់គ្នាចង់ដឹងអត់ថាកាលពីសម័យខ្មែរក្រហមផ្ទះដ៏ធំជាងគេផ្ទះដែលគេទៅសើថាធំខ្លាំងហ្មងណាមានរូបរាងម៉េចថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកមើលទាំងអស់គ្នានៅខេត្តឧត្តរមានជ័យគឺផ្ទះតាមុកដែលកាលពីជំនាន់នោះអ្នកណាក៏ល្បីដែរថាផ្ទះរបស់គាត់ធំខ្លាំងបើថាជើងទៅសវិញអោបអត់ជុំទេបងប្អូនធ្លាប់ឮឈ្មោះតាមុកអត់ហើយតើតាមុកគឺជាអ្នកណាបើសិនជាធ្លាប់ឮឈ្មោះគាត់ស្គាល់ជួយខមមិនម្នាក់មួយផងគាត់គឺជាបុគ្គលល្អឬមួយក៏ជាបុគ្គលអាក្រក់ឥឡូវយើងមកមើលផ្ទះរបស់គាត់ផ្ទះទី1ផ្ទះទី1ជាលក្ខណៈរោងតាមពិតផ្ទះតាមុកនេះគឺមានច្រើនខ្នងដូចភូមិមួយគ្រឹះចឹងណាហើយនៅនេះគេបានដាក់តម្កល់រថយន្តចាស់ដែលនៅសល់កាលពីសម័យហ្នឹងហើយខាងនេះវិញគឺជាគុកសម្រាប់ដាក់អ្នកទោសចាស់គុកគេមើលត្រង់សัตว์เนาะតែអញ្ចឹងអត់ងាយអត់មានណាហាញ់បែបវាចាញ់បានទេព្រោះវាមិនមែនឈើទេវាដែកហើយដែកទេនេះដែកមាត់ទេណាគុកសម្រាប់ដាក់មនុស្សតែយើងទៅមើលមុខតទៀតផ្ទះទី2ផ្ទះតាមុកសរុបទាំងអស់មាន4ផ្ទះហើយផ្ទះទី2នេះគឺជាផ្ទះដ៏ធំជាងគេហើយមានបន្ទប់សម្ងាត់នៅក្នុងនឹងទៀតគេហៅថាកន្លែងកិច្ចទ្របត្រង់សេចាស់ពីដើមហៅត្រង់សេគេអាចបានបិទផ្លាកត្រង់សេកន្លែងណាកន្លែងនេះខ្ញុំគិតថាកន្លែងនេះហើយពួកអីវាបន្ទប់ក្រោមគេបំផុតណាអានេះអាចនិយាយថាជាបន្ទប់ក្រោមដីក៏បានដែរបូករួមជាមួយនឹងបរិយាកាសខាងក្រោយផ្ទះវិញនឹងមកអេហ្មងមានដូចជាមាត់ទឹកហើយមើលទៅឃើញជួរភ្នំដងរែកដាច់កតុយភ្នែកទេសភាពបែបនេះគឺស្រស់ស្អាតខ្លាំងណាស់អានេះគេមានប្រព័ន្ធទឹកមានអីទេណាសម័យហ្នឹងបងអានេះគឺកន្លែងដាក់ទឹកឯនេះនេះគឺទស្សនវិជ្ជានៅក្នុងផ្ទះគាត់មានរូបគំនូរមានអីចឹងទៅតែមកបើយើងនិយាយឲ្យងាយស្រួលស្ដាប់គាត់គឺជាខ្មែរក្រហមដែលគាត់គ្រប់គ្រងនៅតំបន់អន្លង់វែងខេត្តឧត្តរមានជ័យហើយគាត់ជាមួយនឹងបពពួកអត់ព្រមចោះចាញ់ទេទោះបីជាខ្មែរក្រហមនៅក្នុងស្រុកក្នុងខេត្តដតីរាជធានីភ្នំពេញគេសុំចោះចាញ់អស់ហើយក៏គាត់អត់ចោះចាញ់ដែរមើលយើងវាយបែកអាពតនៅឆ្នាំ1979តែឆ្នាំហ្នឹងរំដោះតែនៅក្នុងក្រុងភ្នំពេញទេបើយើងក៏លេខមកខាងជីដែនខេត្តឧត្តរមានជ័យវិញគឺនៅមានសង្គ្រាមផ្ទុះឬគ្រាប់ឬអីរហូតដល់ឆ្នាំ90ជាងផ្ទះតាមុកនេះគឺជាសមរភូមិចុងក្រោយដែលបង្ក្រាបបានក្នុងឆ្នាំ1998គ្នាធ្លាប់ឬតែលោកប៉ានិងលោកយាយខ្ញុំនិយាយទៅសារផ្ទះតាមុកថាចងតសធំមកអោបអត់ជុំទេឥឡូវយើងមកអោបទាំងអស់គ្នាអត់ជុំទេបងប្អូនអើយជើងតសធំមែនតើហើយគេប្រើតសមូលអញ្ចឹងហ្មងឯអត់មានពុះអត់មានជ្រៀកអីទេទំហំធំណាអត់ជុំទេចាផ្ទះកាលពីសម័យបុរាណតែបើនិយាយពីបន្ទប់ទឹកវិញគឺថាមានគ្រប់ជាន់ទាំងអស់ឈើនេះចាប់មកនេះបេតុងហីបេតុងមែនតាស៊ីម៉ងអានេះស៊ីម៉ងគេចាក់បេតុងទេតែចាប់ជាមួយនឹងឈើនេះបានហើយឈើនេះរាប់ឆ្នាំហើយអត់ពុកថុយទេអានេះអត់ស៊ីមែនតែជាប់នេះលោកគេវាយដៃចូលមើលទៅចាបងប្អូនមិញជាន់ផ្ទាល់ដីឥឡូវខ្ញុំឡើងមកជាន់ទី1នេះគឺទស្សនវិជ្ជានៅលើជាន់ទី1ហើយបើនិយាយពីមើលទៅកាន់ទេសភាពមាត់ទឹកព្រៃភ្នំអីស្អាតខ្លាំងមែនទែនសម្រាប់ជាន់លើនេះក៏មានរូបគំនូរគូមានផែនទីប្រទេសកម្ពុជាកន្លែងនេះគឺធំល្វឹងល្វើយបងប្អូនអាចជាកន្លែងគេប្រជុំអីក៏ថាបានព្រោះមានផែនទីមានអីចឹងទៅផ្ទះនេះឥឡូវនេះមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទេខ្លាយទៅជារមណីយដ្ឋានដែលអ្នកណាក៏អាចមកលេងបានដែរហើយឃើញរូបថតបិទនៅតាមជញ្ជាំងនេះគឺជាសំណៅឯកសារដែលគេរក្សាទុកឲ្យយើងទៅអាចអានមើលបានចេញពីផ្ទះទី2ឥឡូវនេះយើងឆ្លងចូលមកដល់ផ្ទះទី3វិញម្ដងផ្ទះទី3នេះគឺមាន2ជាន់ផ្ទាល់ដី1ជាន់លើ1ផ្ទះតាមុកនេះកាលពីសម័យនោះគាត់មិនមែននៅជាលក្ខណៈគ្រួសាររបស់គាត់តាមមួយគ្រួសារទេគឺគាត់នៅជាមួយនឹងកូនចៅបពួករបស់គាត់ដែលជាគេហៅថាក្រុមស្ម័គ្រចិត្តជាមួយតាមុកបងប្អូនទាំងអស់គ្នាដែលសារតែខ្ញុំមកដល់ផ្ទះតាមុកនេះម៉ោងប្រហែលជា6ល្ងាចជាងវារៀងងឹតទៅហើយយើងឈរលើផ្ទះទី3យើងក៏លេខទៅឃើញផ្ទះទី2ឡើងធំប៉ុណ្ណាណីហើយនៅគ្រឹះមាំល្អខ្លាំងមែនទែនជុំមាត់ដេកខ្ពស់ហ៎ចំយ៉ាមិនទៀតទេខ្ពស់ណាស់វើយនោះមួយទៅផងឡើងមកទៀតវាឃើញយើងវាផ្អើលតើបងប្អូនទាំងអស់គ្នាយើងទៅមើលផ្ទះទី4ជាបន្តទៀតចាផ្ទះនេះបើយើងមើលពីសម័យនេះឃើញថាធម្មតាតែសម័យមុនជាផ្ទះដ៏ធំខ្លាំងណាហើយមាន2ជាន់និងមានចំនួន2បន្ទប់ហើយបន្ទប់នីមួយគឺយើងអាចមើលទៅកាន់ទេសភាពខាងក្រោយផ្ទះយ៉ាងស្រស់ស្អាតបន្ទាប់មកខ្ញុំក៏ចុះមកជាន់ក្រោមមួយទៀតអានេះមានជាន់ក្រោមដីមួយទៀតចឹងសរុបទាំងអស់ផ្ទះនេះមាន3ជាន់តាមដឹងមានកន្លែងខ្លះជាគុកងងឹតសម្រាប់ដាក់អ្នកទោសផងតែខ្ញុំអត់ដឹងថាបន្ទប់ណាមួយទេដោយសារតែគេអត់មានបិទទៅសេអសឲ្យចិត្តតែថតទេនេះ
តើបងប្អូនយើងចុះទៅមើលទេសភាពក្រោយផ្ទះទាំងអស់គ្នានេះខ្ញុំចុះទៅតាមជាដើក្រោយហើយគឺយើងចុះមកអាកន្លែងជន់ផ្ទាល់ដីកន្លែងនេះគឺបន្ទប់ទឹកទេហើយនេះទស្សនវិជ្ជាពីខាងក្រោយផ្ទះហ៎ឃើញផ្ទះឡើងធំល្វឹងល្វើយជើងសសរធំធំហើយក្នុងនោះមានបន្ទប់សម្ងាត់មានអីក្នុងនោះទៀតដែលខ្ញុំនិយាយមុននឹងថាអាចត្រង់សេតែខ្ញុំអត់ច្បាស់ដោយសារតែគេអត់មានបិទផ្លាកអីសម្គាល់ឲ្យយើងដឹងទេតែចូលមកក្នុងបន្ទប់នេះដូចជាបន្ទប់ក្រោមដីងឹតស្លុបគ្មានប្អួយគ្មានអីទេនេះគឺជាឯកសារប្រវត្តិសាស្ត្រដែលគេដាក់តាំងនៅក្នុងផ្ទះតាមុកខ្ញុំគិតពីឆ្នាំ1953មកដែលប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពីបារាំងបន្ទាប់មកនៅឆ្នាំ1965ដល់ឆ្នាំ1969គឺមានការរីករាលដាលនៃសង្គ្រាមវៀតណាមខែមីនាឆ្នាំ1970ព្រះអង្គម្ចាស់នរោត្តមសីហនុព្រះបរមរតនកោដ្ឋត្រូវបានសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងព្រះប្រមុខរដ្ឋហើយនៅថ្ងៃទី17មេសា1975ខ្មែរក្រហមកម្មកាប់ទីក្រុងភ្នំពេញនៅឆ្នាំ1976បកកុម្មុយនីសកម្ពុជាបានប្រកាសបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យនិងបានចេញផ្សាយផែនការ4ឆ្នាំដែលតម្រូវឲ្យធ្វើការប្រមូលផ្ដុំនៅទ្រព្យសម្បត្តិឯកជនទាំងអស់ទុកប្រើប្រាស់ជាសមូហភាពប្រជាជនជាច្រើនត្រូវបានឃុំឃាំងធ្វើទារុណកម្មនិងសម្លាប់មនុស្សជាង2លាននាក់បានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅអំឡុងខែធ្នូឆ្នាំ1978កងទ័ពវៀតណាមនិងកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបើកការវាយប្រហារចូលប្រទេសកម្ពុជារហូតដល់ថ្ងៃទី7ខែមករាឆ្នាំ1979កងទ័ពវៀតណាមនិងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញហើយពេលនោះកងកម្លាំងខ្មែរក្រហមបានរត់ភៀសខ្លួនចូលទៅក្នុងព្រៃនិងប្រទេសថៃហើយបានរៀបចំបង្កើតចលនាឧទាមរបស់ខ្លួនឡើងវិញពីឆ្នាំ1979ដល់ឆ្នាំ1989អន្លង់វែងបានក្លាយជាតំបន់យោធានៅក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជានិងកងទ័ពវៀតណាមខ្មែរក្រហមមិនអាចចូលកាន់កាប់បានទេតំបន់អន្លង់វែងហ្នឹងហើយនៅខែកញ្ញាឆ្នាំ1989កងទ័ពវៀតណាមបានបញ្ចប់ការដកទ័ពទាំងស្រុងចេញពីកម្ពុជារីឯថ្ងៃទី25ខែធ្នូឆ្នាំ1989កម្លាំងខ្មែរក្រហមនៅលើភ្នំ1003បានដណ្ដើមកាន់កាប់តំបន់អន្លង់វែងថ្ងៃទី23តុលា1991ភាគីចំនួនទាំងអស់នៅក្នុងប្រទេសកម្ពុជាបានយល់ព្រមចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសតម្រូវឲ្យភាគីទាំងអស់ចូលរួមបោះឆ្នោតជាតិមួយក្រោមការត្រួតពិនិត្យពីសំណាក់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាចំនួនអ៊ុនតាអីក្រុមខ្មែរក្រហមគឺធ្វើពហិការអត់ចូលរួមបោះឆ្នោតទេនៅឆ្នាំ1996តំបន់ម៉ាឡៃនិងប៉ៃលិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់អៀងសារីបានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាអញ្ចឹងតំបន់ព្រំដែនម៉ាឡៃប៉ៃលិនគឺគេចុះចូលមុនហើយរហូតដល់ថ្ងៃទី9មិថុនា1997សុនសេននិងក្រុមគ្រួសារទាំងអស់ត្រូវបានកូនចៅក្រៅបង្គាប់របស់ប៉ុលពតសម្លាប់ការសម្លាប់នេះបានបង្កទៅជាចំនួនរយៈពេល5ថ្ងៃរវាងកងកម្លាំងដែលស្ម័គ្រស្មោះជាមួយនឹងតាមុកនិងកងកម្លាំងរបស់ប៉ុលពតហើយនៅថ្ងៃទី24មីនា1998ការផ្ទុះអាវុធបានកើតឡើងរវាងកងកម្លាំងខ្មែរក្រហមដែលមានបំណងចង់ចោះចូលជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងដែលស្មោះត្រង់ជាមួយតាមុកផ្ទះតាមុកគឺជាសមរភូមិចុងក្រោយក្នុងប្រវត្តិសាស្ត្រកម្ពុជាហើយយើងនឹងលែងមានសង្គ្រាមតទៀតហើយនៅថ្ងៃទី4ធ្នូ1998តាមុកសុំចុះចាញ់ហើយអនុញ្ញាតឲ្យកងកម្លាំងរបស់ខ្លួនទម្លាក់អាវុធអញ្ចឹងចាប់ពីថ្ងៃនោះមកក៏លែងមានសង្គ្រាមទៀតហើយប្រទេសរបស់យើងក៏ចាប់ផ្ដើមអភិវឌ្ឍម្ដងបន្តិចដែលមានរហូតមកដល់សប្តាហ៍ថ្ងៃអរគុណបងប្អូនដែលចូលចិត្តវីដេអូមួយនេះកុំភ្លេចបើសិនជាចូលចិត្តជួយឲ្យបេះដូងជួយ share ម្នាក់មួយផងបាយបាយ